របៀបលុប password clear password គឺសម្រាប់លុបចោលលេខសម្ងាត់ឯកសារដែលអ្នកបានចាក់ពីលើកមុនតោះអញ្ចឹងយើងមើលការអនុវត្តទី1គឺយើងបើកឯកសារដែលចាក់ផ្សោនឹងសិនអញ្ចឹងទី1យើងចុចលើ file ទី2យើងនេះយកមកនេះវត្តថា password អញ្ចឹងវាជាប់ password អញ្ចឹងយើងវាយ password យើងចាក់លើកមុនចូលសិនបាទអញ្ចឹងក្រោយពីវាយចូលហើយយើងត្រូវចុចលើពាក្យ file ទី2យកពាក្យថា save as រួចយកពាក្យថា tool រួចយកពាក្យថា general option រួចយើងលុបនេះ password នឹងចោលវិញទៅរួចចុចពាក្យ OK រួចចុចលើពាក្យ save បាទរួចចុចពាក្យ yes បាទបន្ទាប់មកទៀតយើង save ឯកសារយើងហើយគឺយើងចាប់ដើម file យក close មកអញ្ចឹងយើងសាកបើកភាសាទៀតទី1ចុចលើ file ទី2ចុចលើពាក្យនេះវត្តថា password អញ្ចឹងពេលហ្នឹងលុបបាត់ហើយអត់ទៀត password ទៀតទេ